យ៉ាឡូយសួរពុកម៉ែបងប្អូនអរគ្នាជួបគ្នាមួយ vlog ទៀតហើយអញ្ចឹងខ្ញុំបានរាយុនេះជា vlog ទី1របស់ខ្ញុំដែលខ្ញុំធ្វើទៅអូការពិតទៅនឹងនេះភ្នំពេញអញ្ចឹងខ្ញុំបានញ៉ាំអីតាមផ្លូវគឺផ្លូវមកវិធីទាំងអស់គ្នាជិតស្ទប់24ម៉ោងហ្នឹងបន្ទាប់ពីហ្នឹងមកខ្ញុំមកទិញអីវ៉ាន់នៅជិតចប់សាខាសធមបុកអញ្ចឹងខ្ញុំទិញអីវ៉ាន់មានគ្រឿងមានអីច្រើនបន្ទាប់ពីហ្នឹងមកខ្ញុំមកចូលអ៊ីម៉ាន24នឹងកក់ដូចថាគ្នាខ្ញុំទិញអីញ៉ាំទិញអីអញ្ចឹងណាហើយខ្ញុំហូបមីភ្លាតធ្វើវីដេអូនិយាយពីរយតិចព្រោះអ៊ីម៉ាន24មានតម្លៃសមរម្យទៅទៅនឹងអីវ៉ាន់លក់ហ្នឹងចាប់ពី1800ទៅមានទាំងអស់អញ្ចឹងខ្ញុំក៏បានឆុងមីហូបទៀតដល់គ្នាបន្ទាប់ពីហូបបាយឆាយមកហូបមីទៀតអញ្ចឹងមីបោះការ៉េយ៉ាងឆ្ងាញ់ហើយចំហុយនឹងពេជ្រខ្លះហើយស្រាតិចទួយបន្ទាប់ពីញ៉ាំអីហើយពីដងហើយយើងចូលមកមើលកូនម្ដងគឺពេលយប់ថ្ងៃយប់ឆ្នាំបងប្អូនគ្នាអញ្ចឹងមកកូនក៏មនុស្សច្រើនមែនទែនខ្ញុំបានទិញសម្បត្តិកូនមួយរឿងដូចជារឿងបណ្ដោលីស៊ីគឺផ្លូវមួយដងរឿងដោលីស៊ីពីយើងគឺល្អមើលមែនទែនទោះបីជាវាមិនមែនជាភាពយន្តរបស់ខ្មែរទេប៉ុន្តែសឹងតែស្ទើរដែលល្អមើលភាពយន្តខ្មែរក៏យើងមើលតែយើងមើលម្ដងម្កាលអ្នកគ្នាដោយសារតែខ្ញុំពិចារណាចិត្តមើលខ្មោចដោអញ្ចឹងវាលងគួរឲ្យខ្លាចអញ្ចឹងពេលយើងមើលជុំគ្នាអញ្ចឹងហើយយើងទិញហើយយើងក៏បានចូលមកដល់ក្នុងហលបុករោងកុនលិចចឹងនៅបឹងកក់ហ្នឹងជំរាបគ្នាចូលមែនតើប្រហែលបងប្អូនទាំងអស់គ្នាក៏បានមើលអញ្ចឹងបន្ទាប់ពីខ្ញុំចេញពីរោងកុនគឺខ្ញុំមកដើរលេងនៅកន្លែង Wall Street តែ Wall Street ហ្នឹងមិនមែនជា Wall Street សារតែ Wall Street ចូលឆ្នាំប្រពៃណីជាតិអញ្ចឹងអ្នកនរគ្នាអញ្ចឹងគឺមានរយៈពេលដូចជា6ថ្ងៃកាលហ្នឹងខ្ញុំមកចូលឆ្នាំទី3អញ្ចឹងខ្ញុំបានដើរលេងដើរអីចឹងទៅមើលទេសភាពមើលពុកម៉ែបងប្អូនរបស់យើងដែលគាត់មកលេងពេលរដូវចូលឆ្នាំហ្នឹងក៏មានមនុស្សច្រើនមែនទែននៅរាជភ្នំពេញគឺចូលនៅថាលេងមួយហើយនេះគឺនៅនំសួនវឌ្ឍនៈរបស់គ្នាចឹងដល់ចេញពីសួនវឌ្ឍនៈហើយយើងដើរទៅខាងនោះខាងវត្តភ្នំចឹងមិនយើងចេញពីវត្តភ្នំហើយមិនចឹងដើរទៅមើលនឹងក្រៅទៀតអញ្ចឹងគឺមានការលក់ដូរជាមួយនឹងពុកម៉ែបងប្អូនទាំងអស់គ្នាគាត់មកចូលរួមលេងកម្សាន្តច្រើនមែនទែនជាពិសេសខ្ញុំឃើញពុកម៉ែបងប្អូនមួយចំពោះគាត់នៅតែលក់ផលិតផលរបស់ចៅរដាំងអញ្ចឹងបើអាចទេសូមជៀសវាងដល់អ្នកនរគ្នាដោយសារតែរបស់ចៅយើងកុំប្រើវាអត់មានអីល្អសម្រាប់យើងដោយសារបើយើងជួយពួកចៅអញ្ចឹងទៅវាយកអ្វីដែលបានពីខ្មែរយើងយកមកធ្វើដល់ខ្មែរយើងដែរទេអញ្ចឹងបើយើងអាចពហិការបានពហិការទៅគឺមនុស្សគឺច្រើនមែនទែនអ្នកនរគ្នាមកលេងថ្ងៃចូលឆ្នាំហ្នឹងគឺនគរសក្រាននៅភ្នំពេញតែម្ដងមានការរំលែងកំសាន្តអីចឹងទៅសប្បាយមានទាំងជនពិការមាននឹងឯមករួមលេងហើយពិសេសហ្នឹងគឺមានកន្លែងដែលជនពិការគាត់ច្រៀងគាត់រាំហើយបើយើងមានចំណាប់អារម្មណ៍ចង់ជួយជាផ្ដល់លុយដល់គាត់មានតាមវិធីក៏បានដែរនេះគឺសកម្មភាពកូនក្មេងដែលគាត់លេងរបាំតបដើម្បីរេងគៀសបានបច្ច័យមួយចំនួនអញ្ចឹងហ្នឹងអ្នកនរគ្នាចង់វីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយៗទី